ចាជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំមកបង្ហាញអំពីការមើលបាតដៃទៀតហើយណាចាអញ្ចឹងសម្រាប់ដៃនេះដែលខ្ញុំចង់បង្ហាញមកនេះដៃរបស់គាត់នេះល្អចាព្រោះថាគាត់អត់មានចាទួលដែលខូចខ្លាំងចាហើយចាតម្រងប្រអប់ដៃគាត់ស្អាតទៀតណាតម្រងឆ្អឹងដៃរបស់គាត់ស្អាតយើងមើលចាម្រាមដៃរបស់គាត់ណាចាដៃនៃទួលអាទិត្យរបស់គាត់ចាចិត្តស្មើនឹងទួលប្រហោះរបស់គាត់ទៅហើយណាចាគឺចាល្អមែនទែនគេហៅថាមនុស្សដែលមានភាពឆ្លៀសវៃណាចាហើយចាប៉ាកែគ្រប់គ្រងមនុស្សចាមានទំនួលខុសត្រូវផងដែរណាចាហើយមើលទៅលើកូនដៃរបស់គាត់នេះចាក៏វែងដែរណាកូនដៃគាត់ត្រឹមកលៈទី2នៃចាដៃនាងឬក៏ដៃទូរទស្សន៍នឹងទៅហើយអញ្ចឹងគេហៅថាមនុស្សដែលឆ្លាតប៉ាកែតំណងប៉ាកែគ្រប់គ្រងមនុស្សយើងមើលទៅលើខ្សែខួរក្បាលរបស់គាត់នេះណាដែលបច្ចៈខ្សែខួរក្បាលគាត់នេះកោងស្អាតមែនទែនហើយបែកជាពីរខាងចុងទៅទៀតណាចាខ្សែខួរក្បាលដែលមានទម្រង់បែបនេះគេហៅថាមនុស្សដែលឆ្លៀសវៃប៉ាកែគិតគូរបានវែងឆ្ងាយមានប្រាជ្ញាឆ្លៀសវៃណាចាប៉ាកែដោះស្រាយបញ្ហាការងារទៅផងណាចាអញ្ចឹងមនុស្សយើងបើសិនជាបុគ្គលិកលក្ខណៈល្អតែប៉ុណ្្នេះហើយគឺចាមិនដាច់រឿងលុយកាក់ទេមិនលំបាកមិនចាអាចនិយាយថាមិនក្រមនុស្សមានកំណត់ចាហើយថែមទាំងសម្ពាយបនចាស់របស់គាត់ក៏មានផងដែរណាហើយមើលនេះណាចាគឺថង់លុយរបស់គាត់ស្អាតមែនទែនថង់លុយរបស់គាត់នេះពេញលក្ខណៈហើយណាចាព្រោះមានចាលើកខ្សែវាសនារបស់គាត់ក៏មានត្រីកោណនៅលើខ្សែវាសនារបស់គាត់នៅត្រង់នេះណាចានៅក្នុងអាយុ33ឆ្នាំរបស់គាត់នេះមានខ្សែចាត្រីកោណលើខ្សែវាសនាដែលគេហៅថាខ្សែជីវិតគាត់ឡើងអាចទិញទ្រព្យបានឬក៏មានលុយចាយរកកាត់កបល្អប្រសើរណានេះណាចាចុងនៃខ្សែហ្នឹងចាមកចូលនៅក្នុងថង់លុយរបស់គាត់តែម្ដងគឺល្អមែនទែនគេហៅថាថង់លុយដែលពេញលក្ខណៈណាតែខ្ញុំធ្លាប់បានបង្រៀនហើយថង់លុយដែលពេញលក្ខណៈគេថាមនុស្សដែលមិនងាយដាច់លុយកាក់មនុស្សប៉ាកែរលុយចាហើយចាអាចនឹងកាន់លុយធំបានចាណាចាមើលគាត់នឹងមានផ្ទះបុណ្យរបស់គាត់ទៀតណាផ្ទះបុណ្យរបស់គាត់គឺមាន2យ៉ាងជាក់លាក់ណាចាហើយផ្ទះបុណ្យខ្ញុំធ្លាប់បានប្រាប់ចាបងប្អូនវីដេអូច្រើនហើយថាផ្ទះបុណ្យនេះអ្នកដែលមានចាផ្ទះបុណ្យគឺបានចាមានផ្ទះល្អនៅចាអ្នកដែលអាចថាទិញផ្ទះមកបានក្នុងន័យដែលផ្ទះនឹងអាចធូរថ្លៃចាគេហៅថាមិនគួរនឹងបានហើយបានណាផ្ទះនឹងបែបអញ្ចឹងហើយអត់មានការបាត់បង់ទៅវិញទេអាហ្នឹងគេហៅផ្ទះបុណ្យណាចាហើយដៃរបស់គាត់នេះណាចាគឺទោះបីជាខ្សែវាសនារបស់គាត់នៅវ័យចាស់នៅទួលនីមួយៗជាពិសេសនៅទួលសៅនេះមិនសូវជាមានកម្លាំងល្អប៉ុន្តែដៃគាត់ដូចខ្ញុំនិយាយចឹងមនុស្សឆ្លៀសវៃមនុស្សឆ្លាតវៃតែងតែរកឲ្យខ្លួនឯងសនុកសុខស្រួលមិនឲ្យលំបាកទេថែមទាំងគាត់មានកូនល្អទៀតណាមានកូនល្អដែលអាចពឹងពាក់បណ្ណអាស្រ័យបានទៀតណាចាខ្សែវាសនាមិនអត់ទេនៅវ័យចាស់តែគ្រាន់ថាខ្សោយនៅណែនាំឲ្យគាត់ធ្វើបុណ្យបន្ថែមចាទៀតទៅចាគឺនឹងល្អប្រសើរហើយណាហើយនៅត្រង់នេះណាចាខ្ញុំឃើញអ្នកខ្លះនិយាយថាត្រង់នេះជាបណេតព្រះតែកុំហៅអញ្ចឹងណាមិនត្រូវទេអត់មានបណេតព្រះណាមិននៅលើដៃរបស់យើងទេត្រង់ហ្នឹងគេហៅថាសញ្ញាដែលបញ្ជាក់ថាយើងមានអ្នកតាមថែរក្សាអ្នកខ្លះគេហៅភ្នែកឋានសួគ៌ហៅភ្នែកឋានសួគ៌ក៏បានដែរអាហ្នឹងគឺជានិមិត្តសញ្ញាដែលបញ្ជាក់ប្រាប់ថាអ្នកហ្នឹងមានអ្នកតាមថែរក្សាដែលគេហៅថាអ្នកថែរក្សានោះជាសាច់សាលហិតរបស់យើងពីអតីតមកតាមថែរក្សាតាមប្រាប់រឿងហេតុមិនអកាត់ឡើងលើខ្លួនឲ្យដឹងតាមរយៈយកសពភ្នៅបញ្ជូនចិត្តអ្នកចិញ្ចឹមស្វែងស្ដាំបញ្ជូនចិត្តឲ្យដឹងតាមរយៈចិត្តខ្ជិបសន្តោសសពប្រាប់ជាអីជាដើមអាហ្នឹងគឺបែបហ្នឹងណាចាអញ្ចឹងសម្រាប់ខ្សែដែលខ្ញុំចង់បង្ហាញគឺមានតែប៉ុណ្្នឹងចាបងប្អូនប្រតិបត្តិមើលលើដៃខ្លួនឯងមើលមានខ្សែទាំងអស់នឹងអត់ចាបើសិនជាមានខ្សែទាំងអស់ហ្នឹងគឺចាំមិនបាច់ភ័យថាខ្លួនឯងចាជួបឧបសគ្គនៅបច្ចុប្បន្នច្រើនណាគឺថាខ្លួនឯងនឹងពិបាកវ័យចាស់អីចាមិនមានលុយចាយគ្រប់គ្រាន់អាចទាំងចាក្រអីទេណាចាបើមានដូចដៃដែលខ្ញុំរៀបរាប់ខាងលើនេះឲ្យមិនក្រលំបាកទេដៃណាចាអរគុណច្រើនសម្រាប់ការមើលវីដេអូនេះចាជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាចាថ្ងៃនេះខ្ញុំមកបង្ហាញអំពីខ្សែមួយណាចាគឺគេហៅថាខ្សែព្រះអាទិត្យណាចាខ្សែព្រះអាទិត្យនេះគឺសំខាន់ណាស់ចាដែលអ្នកជាវិជាមួយចំនួនគឺគាត់ហៅថាខ្សែសំខាន់ចាព្រោះខ្សែនេះគឺវាចាសំខាន់ចាគឺវានិយាយអំពីកិត្តិយសគេឈ្មោះចាមុខតំណែងចាលុយកាក់នឹងតែម្ដងគឺរួមនៅក្នុងនឹងតែម្ដងអញ្ចឹងទួលនឹងសំខាន់ណាបើកម្លាំងទួលល្អមានខ្សែល្អអាហ្នឹងគឺចាល្អខ្លាំងមែនទែនឥឡូវយើងមកមើលដៃរបស់គាត់ចាសម្រាប់ទួលអាទិត្យគឺវានៅត្រង់នេះណាចាមើលខ្សែព្រះអាទិត្យរបស់គាត់ចាគឺត្រង់ស្អាតចាហើយពីរជួបគ្នាទៅទៀតណាចាខ្សែព្រះអាទិត្យពីរស្របគ្នាបែបនេះគឺល្អណាស់ចាគឺបានន័យថាចេះទោះបីតែពីក្មេងចាគាត់មានការហត់នឿយមានឧបសគ្គច្រើនពិតមែនខ្សែជីវិតនេះចាតែវ័យចាស់ល្អចាជាអ្នកមានកិត្តិយសគេឈ្មោះក្នុងសង្គមដៃនេះណាចាហើយបើគាត់ជាអ្នកធ្វើការវិញចាគាត់ជាអ្នកធ្វើការវិញគឺគាត់នឹងបានមុខតំណែងល្អចាដៃនេះទៅធ្វើការកន្លែងណាមិនដែលជាកូនចៅគេទេណាចាគឺច្រើនតែជាមេកាយគេនឹងឯងណាចាគាត់ធ្វើការនេះអាចបើសិនជាអ្នកធ្វើការគឺអាចនឹងមានតំណែងធំមួយដែលមានតួនាទី2ដែលធ្វើឲ្យចាប្រាក់ខែរបស់គាត់ក៏ចូលពីច្រកផងដែរណាចាបើជាអ្នករកស៊ីវិញក៏មានមុខរបរមួយនឹងថឹងចាហើយមានចំណូលចាល្អរហូតដល់វ័យចាស់ហើយមុខរបរហ្នឹងល្បីល្បាញទៀតមានកិត្តិយសគេឈ្មោះល្បីល្បាញគេស្គាល់ច្រើនចឹងទៅណាព្រោះខ្សែព្រះអាទិត្យហ្នឹងគឺឲ្យផលអញ្ចឹងហើយសម្រាប់ខ្សែព្រះអាទិត្យនេះវាមានច្រើនទម្រង់ណាចាដូចជាទម្រង់នេះគឺល្អចាមជ្ឈុំទេណាបើទម្រង់បែបនេះគឺតែល្អខ្លាំងតែម្ដងគឺទម្រង់បែបនេះណាចាគឺដោះចេញអំពីចាទួលអង្គាខ្ពស់ចាទៅដល់ចាទួលអាទិត្យហ្នឹងតែម្ដងបើមានជើងទុកជ្រែងបែបនេះទៀតរឹតតែល្អខ្លាំងតែម្ដងណាចាគឺគេហៅថាអ្នកហ្នឹងគឺធ្វើអីក៏រីចម្រើនដែរមិនថារកស៊ីឬក៏ធ្វើការទេគឺបានមុខតំណែងល្អណាចាជាអ្នកសន្សំបុណ្យពីអតីតមកច្រើនណាចាមានអ្នកសួរខ្ញុំដែរថាមានផ្កាយនៅលើទួលព្រះអាទិត្យនេះយ៉ាងណាដែរផ្កាយណាចាមានលើទួលព្រះអាទិត្យនេះល្អចាផ្កាយមានទួលលើទួលព្រះអាទិត្យនេះអ្នកដែលមានមុខតំណែងកិត្តិយសគេឈ្មោះល្អប្រសើរធ្វើកិច្ចការងារអីក៏បានជាមេកាយគេបើមានលើទួលប្រហោះនេះល្អដូចគ្នាចាគឺតម្រាប់ថ្នាក់ដឹកនាំខ្ពស់ណាបើអ្នកធ្វើការណាចាល្អប្រសើរលុះត្រាតែនៅលើទួលសៅណាទួលសៅនេះមិនល្អចាហើយនៅលើទួលច័ន្ទក៏មិនល្អចានៅលើទួលអង្គាទៀបក៏មិនល្អដែរណាសិតតែមិនល្អចាអញ្ចឹងទួលដែលល្អគឺចាទួលប្រហោះចាទួលអាទិត្យចាទួលពុតអីនេះគឺសិនល្អហើយណាចាមានកាយលើនឹងល្អណាស់ចាទួលសុកក៏ដោយណាចា